អស់70-40ឆ្នាំអ្នកគ្រូប៉ុលពិសីប្រទះឃើញស្នាដៃភាពយន្តរឿងពពុះស្នេហ៍ជាឯកសារកាសែតសម្ដែងដោយលោកទេពរិនដារ៉ូនិងតារាភាពយន្តជើងចាស់ល្បីៗច្រើនរូបនៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2026នេះកវីនិពន្ធស្រីអ្នកគ្រូប៉ុលពិសីជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរបានចែករំលែកនៅដំណឹងល្អរបស់អ្នកគ្រូដែលបានប្រទះឃើញដោយចៃដន្យនៅស្នាដៃអត្ថបទភាពយន្តលើកដំបូងក្នុងវិស័យភាពយន្តរបស់អ្នកគ្រូនៅឆ្នាំ1991ដែលមានរយៈពេលកន្លងទៅ40ឆ្នាំអ្នកគ្រូប៉ុលពិសីបានបញ្ជាក់នៅលើគណនីរបស់អ្នកគ្រូនៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2026ឲ្យបានដឹងថារយៈពេល40ឆ្នាំបានកន្លងផុតទៅស្មានមិនដល់សោះថាស្នាដៃអត្ថបទភាពយន្តលើកដំបូងក្នុងវិស័យភាពយន្តរបស់ខ្ញុំនៅឆ្នាំ1991ក៏បានរកឃើញឯកសារកាសែតសាច់រឿងទាំងមូលដោយចៃដន្យបំផុតរំភើបចិត្តណាស់អ្នកនិពន្ធប្រឡោមលោកឯករាជ្យមានឈ្មោះល្បីនៅក្នុងវិស័យអក្សរសាស្ត្រខ្មែររូបនេះបានបន្តថាតាមពិតកាសែតនេះខ្ញុំបានទុកដាក់យ៉ាងហ្មត់ចត់ដោយខ្លួនឯងតែពេលវេលាកន្លងទៅយូរឆ្នាំពេកទៅភ្លេចរកនឹកមិនឃើញរឿងពពុះស្នេហ៍ផលិតនាឆ្នាំ1991ដឹកនាំរឿងដោយលោកឆេងកាណាថតដោយលោកសុកសំអាតកែសម្រួលសាច់រឿងដោយលោកជំទាវបណ្ឌិតសាភាចាភឿងសក្កណាបច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអ្នកគ្រូប៉ុលពិសីបានបន្តថាសាច់រឿងនេះផងដែរគឺមានរួមសម្ដែងដោយលោកទេពរិនដារ៉ូលោកកេតសូបូរិតសុកស្រីមុំនិងកែវកល្យានជាដើមក្រោយរកឃើញនៅស្នាដៃអត្ថបទភាពយន្តលើកដំបូងក្នុងវិស័យភាពយន្តរបស់អ្នកគ្រូនេះហើយអ្នកគ្រូប៉ុលពិសីបានឲ្យដឹងថាមិនដឹងថាគុណភាពនៃកាសែតសាច់រឿងនេះនៅល្អប្រសើរឬយ៉ាងណាទេខ្ញុំបានទំនាក់ទំនងជាមួយអ្នកជំនាញរួចហើយសង្ឃឹមថាអាចនឹងសង្គ្រោះបានដោយរលូនទៅចុះគូបញ្ជាក់ផងដែរថាអ្នកស្រីប៉ុលពិសីមានស្រុកកំណើតនៅឃុំព្រែកស្លែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលមានទេពកោសល្យរៀនតែងនិពន្ធកំណាព្យតាំងពីក្មេងវ័យទទួលបានការអប់រំនិងបណ្ដុះបណ្ដាលឲ្យស្រឡាញ់ការអាននិងការសរសេរបច្ចុប្បន្ននេះកវីស្រីប៉ុលពិសីជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរនិងជាគ្រូបង្រៀនវិជ្ជាតែងនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរនិងជាអ្នកនិពន្ធប្រឡោមលោកឯករាជ្យស្ត្រីមួយរូបមានឈ្មោះល្បីនៅក្នុងវិស័យអក្សរសាស្ត្រខ្មែរ